ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកពាក្យនៅក្នុងភាសាចិនភ្ជាប់ប្រយោគដើម្បីភ្ជាប់ប្រយោគយកមកប្រើប្រាស់សម្រាប់ពាក្យនេះដែរគឺយោពូរ៉ានសម្រាប់ពាក្យនេះគឺមានអត្ថន័យថាបើមិនអញ្ចឹងទេបើមិនដូច្នោះទេដែលពាក្យនេះដែរគឺប្រើប្រាស់សម្រាប់ភ្ជាប់ប្រយោគមួយទៅប្រយោគមួយទៀតតើអ្នកនរគ្នាទៅមើលឧទាហរណ៍ទាំងអស់គ្នា我们快走吧要不然就迟到了我们快走吧要不然就迟到了我们快走吧要不然就迟到了ដែលអត្ថន័យបានន័យថាពួកយើងប្រញាប់ទៅឲ្យលឿនទៅតោះពួកយើងទៅឲ្យលឿនទៅបើមិនដូច្នោះទេគឺយឺតពេលហើយបានន័យថាបើយើងទៅអត់លឿនទេគឺបានន័យថាយើងនឹងយឺតទេឧទាហរណ៍ថាយើងទៅក្រុមហ៊ុនអញ្ចឹង我们快走吧要不然就迟到了យើងអាចនិយាយបែបនឹងបានណាចឹងសម្រាប់ពាក្យនេះគឺយើងភ្ជាប់ពីប្រយោគមួយទៅប្រយោគមួយបានន័យថាភ្ជាប់ឲ្យប្រយោគហ្នឹងស្ដាប់ទៅវាពេញលេញបងប្អូនអ្នកគ្នា我们快走吧要不然就迟到了ពួកយើងប្រញាប់ទៅតោះពួកយើងប្រញាប់ទៅបើមិនចឹងទេប្រកាសជាយឺតហើយឧទាហរណ៍ទី2你得快点要不然赶不上火车你得快点要不然赶不上火车你得快点要不然赶不上火车ដែលមានអត្ថន័យថាប្រញាប់លឿនតិចទៅប្រញាប់វាថាយើងទឿនគេឲ្យធ្វើកិច្ចការងារឲ្យលឿនទៅធ្វើខ្លួនធ្វើអីអញ្ចឹងធ្វើលឿនទៅបើមិនអញ្ចឹងទេយើងប្រកាសជាយឺតខកគេហៅថារថភ្លើងបងប្អូនអ្នកគ្នាហួតឈើហ្នឹងគឺរថភ្លើងហើយហ្នឹងហើយបងប្អូនអ្នកគ្នាសម្រាប់ពាក្យនេះគឺបានអត្ថន័យថាប្រញាប់ធ្វើកិច្ចការលឿនអីបន្តិចទៅបើមិនចឹងទេប្រកាសជាយឺតរថភ្លើងហើយទៅមើលឧទាហរណ៍ទី3多穿点衣服要不然会感冒要穿点衣服要不然会感冒ដែលមានអត្ថន័យថាពាក់អាវឲ្យច្រើនតិចទៅបើមិនដូច្នោះទេគឺអាចនឹងឆ្លងផ្ដាសាយពាក់ខោអាវបានន័យថាគេប្រាប់យើងពាក់អាវឲ្យលឿនតិចទៅពាក់អាវឲ្យច្រើនតិចទៅបើមិនចឹងទេប្រកាសជាផ្ដាសាយឬក៏បើមិនចឹងទេបើមិនដូច្នោះទេអាចនឹងផ្ដាសាយអត្ថន័យគឺបែបហ្នឹងបងប្អូនអ្នកគ្នា多穿点衣服要不然会感冒តើមើលឧទាហរណ៍ទី4我要去工作了要不然老板会生气我要去工作了要不然老板会生气តែក្នុងប្រយោគនេះមានអត្ថន័យថាខ្ញុំត្រូវទៅធ្វើការហើយបើមិនដូច្នោះទេតកែខឹងខ្ញុំហើយដែលមានអត្ថន័យបែបហ្នឹងបងប្អូនអ្នកគ្នាយោពូរ៉ាហ្នឹងដែលមានអត្ថន័យថាវាភ្ជាប់វ៉ាយោឈីកុងជូលខ្ញុំត្រូវទៅធ្វើការហើយស្បមកក្បៀសខ្វាច់យើងណាយោពូរ៉ានបើមិនដូច្នោះទេឡៅបានហួយសឹងឈីតកែអាចនឹងខឹងមានន័យថាបើសិនបើយើងត្រូវតែធ្វើការហើយបើសិនបើយើងអត់ទៅធ្វើការទេតកែនឹងខឹងយើងឯងបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់ប្រយោគនេះគឺភ្ជាប់យើងនិយាយពីឃ្លាមួយហើយគឺយើងនិយាយឃ្លាមួយទៀតសម្រាប់ឧទាហរណ៍ទី5快点学习要不然考试会不及格快点学习要不然考试会不及格បានន័យថាប្រញាប់រៀនឲ្យលឿនទៅឬក៏ឲ្យយើងរៀនឲ្យលឿនណាបើមិនចឹងទេគឺប្រឡងអត់ទទួលបានបន្ទុកល្អទេបានន័យថាគឺប្រឡងនឹងធ្លាក់បើមិនបើយើងបានន័យថាគេប្រាប់យើងឲ្យរៀនឲ្យលឿនទៅបើមិនចឹងទេ
ប្រឡងនឹងធ្លាក់នឹងអត់មានបន្ទុកល្អអញ្ចឹងទៅណាបងប្អូនអរគ្នាសម្រាប់ឧទាហរណ៍ទី6នេះតែ存钱要不然以后会后悔你得存钱要不然以后你会后悔ដែលក្នុងអត្ថន័យគឺបានន័យថាអ្នកត្រូវតែសន្សំលុយអ្នកត្រូវតែសន្សំលុយទុកបើមិនដូច្នោះទេនៅពេលក្រោយអ្នកនឹងស្ដាយក្រោយបានន័យថាគេនិយាយថាឧទាហរណ៍ថាឃើញយើងចាយលុយខ្ជះខ្ជាយចាយលុយទិញរបស់ផ្ដេសផ្ដាស់អញ្ចឹងទៅគេក៏ប្រាប់យើងថាអ្នកឯងត្រូវតែសន្សំលុយទុកបើមិនអញ្ចឹងទេនៅថ្ងៃក្រោយអ្នកឯងនឹងស្ដាយក្រោយបែបហ្នឹងណាបងប្អូនអ្នកគ្នានេះតែ存钱要不然以后你会后悔ចាបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់យកពូរ៉ានេះគឺអត្ថន័យវាបែបហ្នឹងសម្រាប់ភ្ជាប់ប្រយោគហើយដូចជាបុគ្គលម្នាក់ទៀតគាត់និយាយប្រាប់យើងក៏ដូចយើងនិយាយប្រាប់បុគ្គលម្នាក់ទៀត